សង្គ្រាមជាមួយអ៊ីរ៉ង់អាចជាចំណេញនយោបាយសម្រាប់លោកនេតាញ៉ាហ៊ូនៅក្នុងប្រទេសប៉ុន្តែវាអាចជាដាវមុខពីរដែលធ្វើឲ្យអ៊ីស្រាអែលបាត់បង់ប្រជាប្រិយភាពនៅលើឆាកអន្តរជាតិខណៈដែលកាសែតល្បីៗនៅអង់គ្លេសប្រៀបធៀបលោកនេតាញ៉ាហ៊ូទៅនឹងអតីតមេដឹកនាំដ៏ខ្លាំងក្លាលោក Winston Churchill នាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះកំពុងព្យាយាមប្រើប្រាស់ជ័យជំនះយោធាលើក្រុម Hamas Hezbollah និងជាពិសេសគឺការវាយប្រហារលើក្រុងតេអេរ៉ង់ដើម្បីស្រោចស្រង់គេទៅឈ្មោះលោកសន្តិសុខរបស់ខ្លួនឡើងវិញក្រោយព្រឹត្តិការណ៍ថ្ងៃទី7ខែតុលានៅក្នុងប្រទេសអ៊ីស្រាអែលការស្ទង់មតិភាគបត់ថាប្រជាជនដល់ទៅ81%គាំទ្រការវាយប្រហារលើអ៊ីរ៉ង់ហើយភាគច្រើនចង់ឃើញរបបដឹកនាំអ៊ីរ៉ង់ដួលរលំសូម្បីតែគូប្រជែងនយោបាយក៏ត្រូវបង្ខំចិត្តងាកមកគាំទ្ររដ្ឋាភិបាលក្នុងយុទ្ធនាការតក្រហឹម Operation Roaring Lion នេះដែរដើម្បីបង្ហាញពីសាមគ្គីភាពជាតិប៉ុន្តែរូបភាពនៅសហរដ្ឋអាមេរិកវិញគឺខុសគ្នាស្រឡះទោះបីជាលោក Donald Trump និងលោក Netanyahu បង្ហាញភាពជិតស្និទ្ធកម្រិតណាក៏ដោយក៏ការស្ទង់មតិរបស់ CNN បង្ហាញថាប្រជាជនអាមេរិកជិត 60% មិនពេញចិត្តនឹងការសម្រេចចិត្តចូលរួមធ្វើសង្គ្រាមនៅអ៊ីរ៉ង់នោះទេបង្ហាញនេះកំពុងបង្កឲ្យមានការបែកបាក់គ្នាយ៉ាងខ្លាំងរវាងអ្នកគាំទ្របក្សសាធារណៈដរដ្ឋនិងបក្សប្រជាបតេយ្យរដ្ឋអ្នកវិភាគព្រមានថាប្រសិនបើតម្លៃប្រេងហក់ឡើងខ្ពស់ហើយសង្គ្រាមនេះអូសបន្លាយដោយគ្មានគោលដៅច្បាស់លាស់នោះអ៊ីស្រាអែលអាចនឹងត្រូវគេទម្លាក់កំហុសថាជាអ្នករុញអាមេរិកឲ្យធ្លាក់ក្នុងភក់ច្រាំសង្គ្រាមម្ដងទៀតជ័យជំនះក្នុងសមរភូមិនិងការឈ្នះឆ្នោតនៅក្នុងប្រទេសអាចជាអ្វីដែលលោកនេតាញ៉ាហ៊ូទទួលបានក្នុងរយៈពេលខ្លីប៉ុន្តែវាអាចនឹងត្រូវដោះដូរមកវិញនៅការបាត់បង់ការគាំទ្រពីមហាអំណាចលេខ1ដែលជាខ្នងបង្អែកយុទ្ធសាស្ត្រដ៏សំខាន់បំផុតរបស់អ៊ីស្រាអែល